អគារប្រភេទ Net Zero មានន័យថាអ្វីក្នុងរយៈពេលថ្មីនេះពាក្យថា Net Zero Building ឬអគារប្រភេទ Net Zero ក៏ក្លាយជាពាក្យដែលយើងញឹកញាប់កាន់តែច្រើនមូលហេតុសំខាន់គឺដោយសារតែបញ្ហាអាកាសធាតុផ្ដេសផ្ដាសឬបញ្ហាអាកាសធាតុក្តៅឡើងដែលយើងកំពុងប្រឈមមុខនៅសប្តាហ៍ថ្ងៃបន្ទាប់មកក្រោយមកក៏ជាយុគសម័យឧស្សាហកម្មមួយផងដែរតាំងពីចាប់ផ្ដើមមានឧស្សាហកម្មមកការប្រើប្រាស់ថាមពលហ្វូស៊ីលឬថាមពលពីធាតុធម្មជាតិបានកើនឡើងយ៉ាងច្រើនជាពិសេសបន្ទាប់ពីសង្គ្រាមលោកលើកទី2មានការដុតប្រេងឬប្រេងឥន្ធនៈដែលជាថាមពលហ្វូស៊ីលកាន់តែច្រើនដែលបណ្ដាលឲ្យមានឧស្ម័នកាបូនឌីអុកស៊ីតដែលជាធាតុសំខាន់បំផុតនៃបញ្ហាអាកាសធាតុក្តៅឡើងឬបញ្ហាផ្ទះកញ្ចក់សម្រាប់ពិភពលោកកាន់តែច្រើនហើយបន្តទៅការដែលយើងវាស់វែងភាពរីកចម្រើនសេដ្ឋកិច្ចទាំងអស់នេះដែលប្រើអត្រាកំណើនសេដ្ឋកិច្ច 2% ឬអ្វីក៏ដោយវាជាការជំរុញប្រព័ន្ធឧស្សាហកម្មឲ្យមានការលូតលាស់កាន់តែច្រើនដែលប្រព័ន្ធនានាទាំងនេះក៏បានបញ្ចេញឧស្ម័នកាបូនឌីអុកច្រើនផងដែរដែលជាមូលដ្ឋានសំខាន់បណ្ដាលឲ្យមានបញ្ហាផ្ទះកញ្ចក់អាចនិយាយបានថាមានអ្នកមានច្រើនដែលវាជារឿងល្អស្រាប់ហើយថាការសាងសង់គឺជាមូលហេតុសំខាន់មួយដែលបណ្ដាលឲ្យមានបញ្ហាផ្ទះកញ្ចក់ឬបញ្ចេញឧស្ម័នកាបូនឌីអុកដល់ទៅ1/3នៃបញ្ហាឧស្ម័នផ្ទះកញ្ចក់ទាំងមូលលើពិភពលោកនេះកិច្ចព្រមព្រៀងប៉ារីសឬ Paris Agreement គឺជាអ្វីវាជាកិច្ចព្រមព្រៀងមួយក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុដែលថៃជាសមាជិកវាជាការកំណត់គោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនីមួយក្នុងឆ្នាំ2230តាមរយៈយន្តការដែលហៅថា National Determined Contribution ឬ NDC ហើយក៏មានការកំណត់គោលដៅរយៈពេលវែងសម្រាប់ឆ្នាំ2050ដោយមានគោលបំណងឲ្យសម្រេចបាននូវភាពជាអព្យាក្រឹតផ្នែកកាបូនឲ្យបានក្នុងឆ្នាំនោះគឺឆ្នាំ2050គោលបំណងដែលបានដាក់ចេញនោះគឺគ្រប់គ្រងសីតុណ្ហភាពមធ្យមរបស់ពិភពលោកមិនឲ្យលើស 1.5 អង្សាសេបើប្រៀបធៀបនឹងសម័យបដិវត្តន៍ឧស្សាហកម្មគឺប្រហែល100ឆ្នាំមុនរួមទាំងមានការកែប្រែបន្ថែមម្ដងទៀតនៅឆ្នាំ2022គ្រាន់តែ2ឆ្នាំមុននេះប៉ុណ្ណោះដែលនឹងជួយប្រទេសថៃសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនដែលក្នុងសមាសភាពនោះរួមមានការផលិតអគ្គិសនីផងដែរមានវិស័យឧស្សាហកម្មវិស័យដឹកជញ្ជូនវិស័យអគាររស់នៅដែលជាផ្នែកសំខាន់ផងដែរវិស័យកសិកម្មវិស័យកាកសំណល់និងវិស័យប្រើប្រាស់ដីនិងព្រៃឈើយើងអាចឃើញថាវាគ្រប់ដណ្ដប់ទៅលើស្ថានភាពកម្ដៅនេះស្ទើរតែគ្រប់ដណ្ដប់ទាំងតំបន់ឥឡូវនេះសួរថាពួកយើងដែលស្ថិតនៅក្នុងវិស័យសំណង់មានសំខាន់យ៉ាងដូចម្តេចការសាងសង់អគារនេះជាចលនាដ៏សំខាន់មួយដែលបញ្ចេញឧស្ម័នដែលហៅថាជាឧស្ម័នផ្ទះកញ្ចក់ដល់ទៅ1/3ឬប្រហែល37នៃស្ថានភាពនេះឧស្ម័នឬកញ្ចក់ដែលត្រូវបានបញ្ចេញចេញមកក្រោយនេះពីឧស្សាហកម្មជាច្រើនយ៉ាងពិសេសការពង្រីកទីក្រុងការសាងសង់និងជាពិសេសការពង្រីកសេដ្ឋកិច្ចដែលយើងវាស់វែងជាទិន្នន័យ gap នោះបានបណ្ដាលឲ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងធំធេងនៅក្នុងវគ្គនេះខ្ញុំចង់បង្ហាញឲ្យយោងាយសម្រាប់ថ្ងៃនេះព្រោះបញ្ហារបស់វាគឺថាការដែលយើងត្រូវសម្រេចឲ្យបានដល់កិច្ចព្រមព្រៀងប៉ារីសក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះចំណុចសំខាន់វាមិនស្ថិតនៅលើការសាងសង់ទេព្រោះវាជារឿងនៃការពង្រីកទីក្រុងការដែលយើងនឹងវាស់វែងស្ថានភាពនេះឧស្ម័នផ្ទះកញ្ចក់នេះ
វាបានកើតឡើងចាប់តាំងពីដំណាក់កាលផលិតសម្ភារៈសំណង់ផ្សេងដូចជាដែកឬស៊ីម៉ងត៍រហូតដល់ដំណើរការសាងសង់អគារនិងដំណើរការប្រើប្រាស់អគារដែលជាដំណើរការដែលមានអ្នកពាក់ព័ន្ធជាច្រើនណាស់ពីតួលេខទាំងនេះដំណើរការសាងសង់ទាំងមូលគឺមានភាគរយប្រហែល 1/3 នៃឧស្ម័នផ្ទះកញ្ចក់ដែលត្រូវបានបញ្ចេញចេញការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតរបស់អគារនោះមានពីរពេលគឺពេលដែលហៅថាការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតក្នុងអំឡុងពេលប្រើប្រាស់អគារនិងទី1ទី2គឺការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតដែលវានឹងកើតឡើងពេញវដ្តជីវិតរបស់អគារចាប់តាំងពីការកំណត់ស៊ុមគំនិតផ្នែកការរចនារៀបចំផែនការជ្រើសរើសមធ្យោបាយដឹកជញ្ជូនការគ្រប់គ្រងសំណង់និងការប្រើប្រាស់ធនធានធនាគាររួមទាំងការគ្រប់គ្រងកាកសំណល់នៅក្នុងអគារក្នុងអំឡុងពេលប្រើប្រាស់អគារឬការនាំអគារមកប្រើប្រាស់ឡើងវិញឥឡូវនេះគោលការណ៍សំខាន់ក្នុងការដើម្បីគ្រប់គ្រងការប្រើប្រាស់ថាមពលរបស់អគារនេះមានពីរប្រភេទគឺអគារប្រើប្រាស់ថាមពលក្នុងអំឡុងពេលប្រើប្រាស់អគារជាមួយអគារសូនឲ្យបណ្ដាញ Net Zero Building មែនចាំបាច់ឲ្យយើងត្រូវតែអនុវត្តដើម្បីឲ្យសម្រេចបានតាមកិច្ចព្រមព្រៀងប៉ារីសប៉ុណ្ណោះទេប៉ុន្តែវាជាការដែរប៉ុន្តែវាមានន័យថាមិនមែនត្រឹមតែការប្រែប្រួលអាកាសធាតុទេប៉ុន្តែវាមានន័យថាអនាគតរបស់កូនចៅយើងដែលនឹងរស់នៅក្នុងបរិស្ថានល្អដែលវានឹងក្លាយជំរិតសម្បត្តិដែលយើងទុកឲ្យពួកគេឬអត់ក្នុងផ្នែកនៃការរចនានេះវាងាយស្រួលណាស់គឺថាការដែលយើងធ្វើឲ្យអគារមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាបូនឌីអុកទាបគឺការពិចារណាចាប់តាំងពីដំណាក់កាលរចនាដែលភាគច្រើនវាជាគោលការណ៍ដែលស្ថាបត្យករបានសិក្សារួចមកហើយតែយើងមានឱកាសយកមកប្រើប្រាស់តិចណាស់ដែលវាមានទាំងរឿង Active Design ផងដែរPassive Design គោលការណ៍សំខាន់វាងាយគឺធ្វើដូចម្ដេចដើម្បីរចនាអគារឲ្យប្រើថាមពលអបមាប្រើថាមពលពីបរិយាកាសធម្មជាតិដែលមានស្រាប់ដូចជាពន្លឺឬសីតុណ្ហភាពឲ្យបានច្រើនបំផុតហើយសម្រាប់អ្នកណាដែលសិក្សាអំពីគោលការណ៍សំខាន់ក្នុងការរចនានោះគឺត្រូវរចនាឲ្យសីតុណ្ហភាពក្នុងអគាររក្សាឲ្យស្ថិតនៅក្នុងសភាពដែលមានផាសុកភាពប្រហែល25ដឺក្រេហើយសង្គមក៏មិនឲ្យលើស32ដឺក្រេសេលស្យូសដោយមានសំណើមសមាជិកប្រហែល50%យើងក៏បានសិក្សាហើយថាវិធីសាស្ត្រដែលអាចប្រើបានការរចនាបែប Passive ដោះស្រាយបញ្ហានានារបស់អគារនេះក៏មានពាក្យបច្ចេកទេសជាច្រើនដែលយើងត្រូវគិតគូរដែរពាក្យដំបូងគឺភាពអព្យាក្រឹតផ្នែកកាបូនឬ Carbon Neutrality ដែលគោលការណ៍របស់វាក៏សាមញ្ញគឺក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ហើយក៏សម្របសម្រួលបាត់ចាស់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់វាឈានដល់ចំណុចដែលហៅថាភាពអព្យាក្រឹតឲ្យការកាត់បន្ថយការបញ្ចេញកាបូនឌីអុកនេះវាក៏រួមមានការកាត់បន្ថយសកម្មភាពខ្លះដែលមិនចាំបាច់ដូចជាការដឹកជញ្ជូនឬក៏ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតឬជ្រើសរើសប្រើសម្ភារៈសំណង់ដែលសមស្របនឹងតំបន់រួមទាំងការប្រើប្រាស់ថាមពលបង្វិលប្រើឡើងវិញដើម្បីជំនួសឧស្ម័នម៉ូតូសាយដែលអគារផលិតចេញមកហើយបើ
មានភាពមិនសមស្របឬក៏មិនមានភាពអព្យាក្រឹតផ្នែកកាបូនកើតឡើងនោះក៏អាចត្រូវមានការបង់សំណងដូចជាការទិញកាបូនអន្ទានដូច្នេះយើងក៏ឃើញថាក្នុងរយៈពេល10ឆ្នាំបន្ទាប់ពីនេះការរចនាអគារនេះត្រូវតែគិតគូរពីបញ្ហាភាពអព្យាក្រឹតផ្នែកកាបូនយ៉ាងខ្លាំងហើយក៏មានតម្រូវការត្រូវយល់អំពីការប្រើគោលការណ៍ Passive ឬ Active Design ដើម្បីឲ្យសមស្របនឹងស្តង់ដារថ្មីដែលកំពុងនឹងកើតឡើងតានកាបូនដំណើរការ Footprint គឺជាបរិមាណកាបូនដែលអង្គភាពបញ្ចេញចេញពីសកម្មភាពផ្សេងដែលអាចបញ្ចេញតាមរយៈថាមពលអគ្គិសនីដែលប្រើប្រាស់រួមទាំងការបំភាយសំណល់ដែលកើតចេញពីអង្គភាពនិងការដឹកជញ្ជូនទាំងអស់នេះអាចវាស់វែងបានហើយក៏អាចគណនាបានផងដែរនេះហើយហៅថា Carbon Footprint